មិនមែនត្រឹមតែសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលប៉ុណ្ណោះទេនៅមានប្រទេសចំនួន2ទៀតនៅក្នុងតំបន់មជ្ឈិមបូព៌ាដូចជាអារ៉ាប៊ីសាអូឌីតនិងអារ៉ាប់រួមក៏បានព្រួតដៃគ្នាវាយប្រហារជាបន្តបន្ទាប់ទៅលើគោលដៅប្រទេសអេរ៉ង់ផងដែរបើតាម Reuters កងទ័ពអាកាសអារ៉ាប៊ីសាអូឌីតបានលួចវាយប្រហារអេរ៉ង់ជាច្រើនដងនៅចុងខែមីនាគណៈមន្ត្រីទីក្រុងរីយ៉ាតបានជូនដំណឹងទៅដល់ទីក្រុងតេហេរ៉ង់ថានេះគឺជាសកម្មភាពសងសឹកអេរ៉ង់ចំពោះការវាយប្រហារកាលពីមុនចំណែកឯអារ៉ាប់រួមក៏បានបើកការវាយប្រហារជាបន្តបន្ទាប់ប្រឆាំងទៅនឹងអេរ៉ង់ដោយស្ងាត់ផងដែរកាលពីដើមខែមេសាការវាយប្រហារទាំងនេះបានដាក់មុខព្រួញទៅលើរោងចក្រចម្រាញ់ប្រេងមួយកន្លែងនៅលើកោះឡាវ៉ាន់នៅក្នុងឈូងសមុទ្រពាក់បើតាមកាសែត Wall Street Journal ការវាយប្រហារទាំងនេះកើតមានឡើងប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីលោកប្រធានាធិបតី Donald Trump ប្រកាសបទជបាញ់រវាងសហរដ្ឋអាមេរិកនិងអេរ៉ង់កាលពីថ្ងៃទី8ខែមេសាដើម្បីសម្រួលទៅដល់ការចរចាបញ្ចប់សង្គ្រាមមន្ត្រីអេរ៉ង់បានចាត់ទុកសកម្មភាពរបស់សត្រូវទាំងនេះថាជាការវាយប្រហារដោយកំសាកបន្ទាប់មកកងកម្លាំងប្រដាប់អាវុធអេរ៉ង់បានបាញ់យន្តហោះដ្រូននិងមីស៊ីលជាច្រើនគ្រាប់ចូលទៅក្នុងប្រទេសអារ៉ាប់រួមនិងអារ៉ាប៊ីសាអូឌីតដើម្បីជាការសងសឹកមន្ត្រីអេរ៉ង់ប្រកាសថាការបាញ់សងសឹកទាំងនេះកងទ័ពរបស់ខ្លួនបានបាញ់ទម្លាក់យន្តហោះដ្រូនចម្ងាយមធ្យមមួយគ្រឿងប្រភេទ Wing Lung 2ដែលត្រូវបានគេដឹងថាផលិតនៅប្រទេសចិនបើតាម military drone នៅមជ្ឈិមបូព៌ាមានតែអារ៉ាប់រួមនិងអារ៉ាប៊ីសាអូឌីតប៉ុណ្ណោះដែលប្រើយន្តហោះដ្រូនប្រភេទនេះបន្ទាប់ពីចំនួនជាមួយសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបានផ្ទុះឡើងនៅថ្ងៃទី28ខែកុម្ភៈអ៊ីរ៉ង់បានប្រមូលផ្ដុំកម្លាំងបាញ់ប្រហារភាគច្រើនរបស់ខ្លួនទៅលើប្រទេសអារ៉ាប់រួមជាមួយនឹងមីស៊ីលនិងយន្តហោះដ្រូនជាង2800គ្រឿងការវាយឆ្មក់ទាំងនេះបានបណ្ដាលឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ចរាចរណ៍ផ្លូវអាកាសទេសចរនិងទីផ្សារអចលនទ្រព្យរបស់អារ៉ាប់រួមជាពិសេសវានាំឲ្យបុគ្គលិកជាច្រើនត្រូវផ្អាកធ្វើការងារដោយគ្មានពេលកំណត់